បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានវីដេអូថ្មីចែករំលែកនៅចំណេះដឹងទាក់ទងមួយនឹងការប្រើប្រាស់នៅក្នុងកម្មវិធីមួយគឺកម្មវិធី Telegram អញ្ចឹងនៅក្នុងកម្មវិធី Telegram គឺយើងបច្ចុប្បន្នគឺមានការពេញនិយមច្រើនទាក់ទងមួយនឹងការឆាតក៏ដូចជាការផ្ញើជារូបភាព file ក៏ដូចជាវីដេអូនិងការជាច្រើនទៀតនៅក្នុងតាមរយៈ Telegram អញ្ចឹងណាអញ្ចឹងគឺវាចម្រុះគ្នាអញ្ចឹងដើម្បីឲ្យបែងចែកឲ្យដាច់ពីគ្នាអញ្ចឹងបងប្អូនត្រូវតាបង្កើតជា folder ឬក៏ជាក្រុមឧទាហរណ៍អ្នកលក់ផ្សេងគ្នាអញ្ចឹងណាបងប្អូនឧទាហរណ៍ដូចខ្ញុំនេះខ្ញុំបង្កើតនៅក្នុង folder មួយខ្ញុំបង្កើតពាក្យថាdesign អញ្ចឹងនៅក្នុង design នេះគឺយើងមានប្រមាណអ្នកដែលគាត់ជាអ្នកដែល design ដែលយើងគិតថា sale ឈ្មោះគាត់គឺជាអ្នក design អញ្ចឹងគឺយើងរកទៅអ្នកដែលមាន Telegram មួយយើងហ្នឹងគឺយើងត្រូវរកពួកយើងមាន Telegram ច្រើននៅក្នុងទូរស័ព្ទដៃរបស់យើងអញ្ចឹងណាបងប្អូនដូចនេះកំពុងតែរកវាថាឥឡូវខ្ញុំសម្រេចចិត្តជ្រើសរើសអូខេខ្ញុំកំពុងតែជ្រើសរើសបងប្អូនសុំចាំតិចដោយសារយើងចង់ឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ឥឡូវខ្ញុំយកមួយនេះឈ្មោះបងដំនេះអញ្ចឹងយើងបានមួយឥឡូវយើងចង់ add មួយទៀតអញ្ចឹងយើងចូលកន្លែង add chat នេះមកបងប្អូនយើងត្រូវរកពាក្យថាឥឡូវយើងដាក់ពាក្យបងសានេះបងសានេះបងប្អូនអញ្ចឹងយើងចូលពាក្យកន្លែងហ្នឹងមកយើងមាន2បើសិនជាបងប្អូនចង់ add ប្រមាណក៏បានឲ្យតែគាត់ខាង design នេះក៏ជាឧទាហរណ៍ទេអញ្ចឹងយើងត្រូវបន្តទៀតចុចពាក្យថា create អញ្ចឹង create ហើយយើងជាប់ហើយអញ្ចឹងយើងចុចខ្វែងមកអញ្ចឹងនៅក្នុងកន្លែង chat ស្រុបរបស់យើងហ្នឹងគឺយើងមាន all chat យើងមាន design អញ្ចឹងយើងបាន2ហើយណាបងប្អូនអូខេឥឡូវយើងចង់ឧទាហរណ៍មួយទៀតអូខេយើងត្រូវចូលកន្លែងហ្នឹងដែរយើងត្រូវរកពាក្យថា setting នៅក្នុង Telegram របស់យើង scroll ចុះក្រោមយើងត្រូវរកពាក្យថា folder អូខេអញ្ចឹងយើងឃើញ folder យើងត្រូវរកពាក្យថា create new មកយើងត្រូវអូខេយើងត្រូវសរសេរឈ្មោះសិនបងប្អូនយើងចង់ដាក់ក្រុមហ្នឹងជាឈ្មោះគេតែឥឡូវខ្ញុំត្រូវវាយពាក្យថាCorel Draw អូខេសូមចាំតិចបងប្អូនCorel Draw CARALDRAW អូខេអញ្ចឹងខ្ញុំត្រូវទៅchat add chat អូខេអញ្ចឹងខ្ញុំរកបានឈ្មោះមួយហើយតែខ្ញុំត្រូវរកមួយទៀតឧទាហរណ៍ខ្ញុំដាក់បងសាដែរអូខេយើងដាក់2នឹងសិនជាឧទាហរណ៍អញ្ចឹងត្រូវចុចពាក្យហ្នឹងហើយចុចពាក្យ create អូខេអញ្ចឹងយើងបានហើយចុចខ្វែងមកអូខេអញ្ចឹងនៅក្នុងកន្លែង chat របស់យើងមាន3យើងមាន all chat design និង Corel Draw អញ្ចឹងវាងាយស្រួលដូចជាបងប្អូនខ្លះត្រូវការដាក់ជាក្រុមកុំឲ្យក្នុងការ all chat វាចម្រុះគ្នាអញ្ចឹងយើងងាយស្រួលក្នុងការលឿនកុំឲ្យខាតពេលចំណេញពេលវេលាយើងត្រូវចុចពាក្យណាដែលយើងត្រូវការហ្នឹងមកគឺយើងជាការស្រេចអូខេអញ្ចឹងបងប្អូនកុំភ្លេចបើសិនជាពេញចិត្តវីដេអូនេះជួយ subscribe និង share និង follow channel របស់ខ្ញុំអ្នកមួយផងអរគុណច្រើន